សុត្រីអ្នកបង្កើតមីតិកាក្នុងបណ្ដាញសង្គមហូបអំបិលម្ទេសជាមួយពវៀនកង់ស្បែកជើងកំពុងរងការរិះគន់ទាំងនៅក្នុងស្រុកនិងសាច់ចំអកពីប្រទេសជិតខាងថ្មីកន្លងមកនេះមានការជជែកគ្នាយ៉ាងខ្លាំងក្លាក្នុងបណ្ដាញសង្គម Facebook ជុំវិញការផលិតវីដេអូរបស់ស្ត្រីម្នាក់ដែលគេស្គាល់ថារហស្សនាមចៅអំបិលម្ទេសដែលតែងតែបង្កើតមាតិកាដាក់ក្នុងបណ្ដាញសង្គមលើការហូបរបស់ចម្លែកដែលមិនគួរហូបដូចជាកន្លាតស្បែកជើងពវៀនកង់ជាដើមដើម្បីបង្កើនចំណាប់អារម្មណ៍លើការទស្សនាវីដេអូរបស់ខ្លួនអ្នកលេងបណ្ដាញសង្គមបានលើកឡើងថាការផលិតវីដេអូស្ត្រីរូបនេះដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនបានធ្វើឲ្យបាត់បង់តម្លៃស្ត្រីខ្មែរនិងសង្គមជាតិជាក់ស្ដែងខាងសារព័ត៌មានថៃជាច្រើនបានយករឿងនេះទៅចុះផ្សាយយ៉ាងច្រើនក្នុងន័យមើលងាយសាច់ចំអកពលគឺសកម្មភាពក្នុងវីដេអូគឺពិបាកទទួលយកណាស់រហូតដល់គេនិយាយថាខ្មែរអ្វីក៏ហូបបានដែលធ្វើឲ្យតម្លៃពលរដ្ឋខ្មែរទាំងមូលត្រូវបាត់បង់ដោយសារមាតិកាចម្លែករបស់ស្ត្រីរូបនេះជុំវិញបញ្ហានេះមហាជនជាច្រើនជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមបានសំណូមពរដល់មន្ត្រីពាក់ព័ន្ធមេត្តាមានវិធានការយ៉ាងឆាប់រហ័សទៅលើក្រុមអ្នកផលិតមាតិកាបែបនេះផងដើម្បីរក្សាបាននូវកិត្តិយសដ៏ប្រពៃរបស់កម្ពុជាស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួត SEA Games លើកទី32និងជាលើកទី1ក្នុងប្រវត្តិសាស្ត្រកម្ពុជាផងដែរខ្ញុំបាទ Heidi ពីកម្មវិធី One Side ក្រុមហ៊ុន Markland គម្រោងដីឡូនិងលំនៅឋានដែលមានទីតាំងនៅក្បែរតំបន់ដែលមានសក្តានុពលបំផុតនៅក្នុងខេត្តត្បូងឃ្មុំទិញដីចំការខ្នោការ៉ុតពីគម្រោង Riyadh Farm ទទួលបានការមើលថែទាំតាមស្តង់ដារកសិកម្មទំនើបធានាលើទីផ្សារនាំចេញចំណេញប្រាក់3ដងជារៀងរាល់ឆ្នាំរយៈពេល10ឆ្នាំពេញMarkland បន្ថែមចំនួនអកម្មដើម្បីបង្កើនទ្រព្យឲ្យសកម្មជីវភាពធូរធារគ្រួសាររស់នៅបានសុខស្រួលតើលោកអ្នកចង់បានគម្រោងដីឡូដែលមានការបង់រំលោះសុទ្ធជាមួយនឹងការប្រាក់ 0% ដែរឬទេក្រុមហ៊ុនដង្ខៅអចលនទ្រព្យនឹងផ្ដល់ជូនលោកអ្នកនៅដីឡូបែបអាជីវកម្មនៅក្នុងតំបន់ដែលមានសក្តានុពលបំផុតនិងការអភិវឌ្ឍលើគ្រប់វិស័យ CPC News ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ